រឿងរន្ធត់ខ្ទមក្រោយភូមិដែលរៀបរាប់ពីអាតកំបាំងមុងតំបន់ជើងភ្នំសំពៅខេត្តបាត់ដំបងមេចាប់ផ្ដើមស្រទុំនិស្សិតមួយក្រុមបានមកបោះជំរំក្បែរជើងភ្នំសំពៅខណៈពេលដែលពួកគេកំពុងរៀបចំតង់រស្មីដែលជាសមាជិកម្នាក់បានឮសំឡេងស្រីចាស់ម្នាក់ហៅឈ្មោះនាងតិចតិចចេញពីទិសដៅនៃខ្ទមបាក់បែកមួយនៅក្រោយភូមិនាងងាកមើលតែមិនឃើញមនុស្សឡើយឃើញតែខ្ទមចាស់នោះដែលមើលទៅហាក់ដូចជាកំពុងសម្លឹងមកនាងវិញយប់ជ្រៅក្លិនផ្កាចម្ប៉ាដោះក្រអូបឈួលបានភាយចូលពេញតង់ប៉ុន្តែមួយសន្ទុះក្រោយមកក្លិននោះក៏ប្រែជាស្អុយរលួយដូចសាកសពសត្វសុខាដែលដេកជិតរស្មីបានងើបឡើងទាំងងងុយដេកហើយឃើញស្រមោលខ្មៅធំមួយឈរនៅមាត់តង់សម្លឹងមើលមកពួកគេដោយភ្នែកក្រហមច្រាលដោយសារការភ័យខ្លាចពួកគេក៏សម្រេចចិត្តរត់ចេញពីតង់សម្ដៅទៅរកភូមិប៉ុន្តែចម្លែកណាស់ទោះបីជាពួកគេរត់យ៉ាងណាក៏ដោយក៏នៅតែឃើញខ្លួនឯងវិលត្រឡប់មកដល់មុខខ្ទមក្រោយភូមិដដែលដូចជាមានជញ្ជាំងអាតកំបាំងបាំងភ្នែកពួកគេមិនឲ្យចេញរួចដោយគ្មានជំរើសពួកគេក៏សម្រេចចិត្តចូលច្រកក្នុងខ្ទមនោះព្រោះមេឃបង្អោរភ្លៀងខ្លាំងនៅពេលអុជពន្លឺទូរស័ព្ទមើលទៅលើធ្នង់ពួកគេស្ទើរតែលាស់ព្រលឹងព្រោះឃើញខ្សែចំណងមាំមួយខ្សែយូរទៅមកហើយមានស្នាមម្រាមដៃឈាមជាប់នៅលើសសរខ្ទមនោះស្រាប់តែមានសំឡេងក្រហមយ៉ាងក្រអៅថាចេញទៅរូបរាងបុរសម្នាក់ដែលមានមុខមាត់ហើមស្អុយរលួយនីសុនបានលេចចេញមកគាត់មិនមែនចង់សម្លាប់ពួកគេទេប៉ុន្តែគាត់កំពុងប្រមានអំពីអ្វីមួយយ៉ាងដែលសាហាវជាងគាត់ទៅទៀតដែលកំពុងសំងំនៅក្រោមខ្ទមនេះនៅក្រោមរណាប់ខ្ទមស្រាប់តែមានដៃឆ្អឹងវែងលូកចេញមកចាប់ជើងរបស់រស្មីទាញទៅក្រោមវាគឺជាវិញ្ញាណអាបធ្មប់កាលពីសម័យដើមដែលត្រូវបានគេសម្លាប់និងកប់នៅក្រោមខ្ទមនេះដើម្បីបង្កប់សិលខ្មៅការពារកំណត់សុខាបាននឹកឃើញពាក្យចាស់ថាខ្មោចខ្លាចអ្នកខ្លាំងគេបានដកខ្សែកព្រះពីគីមកកាន់យ៉ាងណែនហើយសូត្រមន្តការពារខ្លួនរួចលូកដៃទៅជួយទាញរស្មីចេញពីក្រញាំដៃខ្មោចនោះការតស៊ូរវាងពន្លឺធម៌និងភាពងងឹតបានធ្វើឲ្យខ្ទមនោះញ័ររញ្ជួយស្ទើរតែរលំនីសុនដែលជាវិញ្ញាណម្ចាស់ខ្ទមបានសម្រេចចិត្តជួយពួកគេដោយប្រើកម្លាំងវិញ្ញាណរបស់គាត់ទៅរុញច្រានបិសាចអាបធ្មប់នោះចូលទៅក្នុងដីវិញគាត់បានស្រែកប្រាប់ពួកគេថារត់ទៅទិសខាងកើតកុំងាកក្រោយឲ្យសោះពួកគេរត់បណ្ដើរសូត្រមន្តបណ្ដើររហូតដល់ពន្លឺព្រះអាទិត្យដំបូងនៃថ្ងៃថ្មីបានជះមកលើវាលស្រែនៅពេលងាកក្រោយមើលទៅខ្ទមនោះបានបាត់រូបរាងសល់តែដីទទេនិងដើមឈើងាប់មួយដើមប៉ុណ្ណោះអ្នកភូមិប្រាប់ថាខ្ទមនោះលេចចេញមកតែយប់ណាដែលមានមនុស្សមានគ្រោះដល់ជីវិតប៉ុណ្ណោះទោះបីជាត្រឡប់មកដល់ផ្ទះដោយសុវត្ថិភាពប៉ុន្តែរស្មីនៅតែមានស្នាមជួមរូបម្រាមដៃនៅត្រង់កែងជើងរៀងរាល់យប់ថ្ងៃសិលនាងតែងតែយល់សប្តិឃើញនីសុនឈរញញឹមនៅក្បែរខ្ទមនោះជាសញ្ញាប្រាប់ថាគាត់បានរួចចាកផុតពីបណ្ដាសានិងទៅចាប់ជាតិហើយ